កាលពីយូរលង់ណាស់មកហើយមានលោកតាឥសីម្នាក់បានចូលទៅតាំងសមាធិនៅក្នុងព្រៃជ្រៅក្នុងពេលដែលគាត់អង្គុយតាំងសមាធិមានចាបមួយគូបានហើរមកធ្វើសម្បុកជាប់ជាមួយពុកមាត់របស់គាត់លោកតាឥសីអង្គុយតាំងសមាធិដោយពុំខ្វល់អំពីចាបមួយគូនោះទេថ្ងៃមួយចាបឈ្មោលបានហើរចេញទៅរកចំណីនៅពេលដែលវាធ្វើដំណើរនៅតាមដងផ្លូវវាបានធំក្លិនក្រអូបចម្លែកដែលបានទាក់ទាញចិត្តរបស់វាជាខ្លាំងលុះចូលទៅដល់បឹងឈូកមួយវាបានចុះទៅចឹកឈូកនោះឆៃជាអាហារដោយឈូកនោះមានរសជាតិឆ្ងាញ់ចាបឈ្មោលបានជក់មាត់ឆៃដោយមិនដឹងថាខ្លួនត្រូវយកចំណីទៅឲ្យប្រពន្ធនៅឯសម្បុកលុះដល់ល្ងាចឡើងផ្កាឈូកបានរួមក្តោបជាប់ចាបឈ្មោលនោះដូច្នេះហើយចាបឈ្មោលត្រូវជាប់នៅក្នុងផ្កាឈូកអស់រយៈពេលមួយយប់ចាបឈ្មោលប្រញាប់ហើយត្រឡប់ទៅសម្បុកវិញនៅពេលទៅដល់សម្បុកចាបញីខឹងជាខ្លាំងចាបញីបានសួរថាហេតុអ្វីអ្នកទៅរកចំណីយូរម្ល៉េះបាត់ទៅណាពេញមួយយប់ចាបឈ្មោលក៏បានបកស្រាយទៅតាមដំណើរនៃសាច់រឿងដែលបានកើតឡើងប៉ុន្តែចាបញីមិនជឿទេពេលនោះចាបញីធំក្លិនក្រអូបចេញពីខ្លួនរបស់ចាបឈ្មោលបានធ្វើឲ្យចាបញីកាន់តែខឹងចាបញីមិនសួរថាតើអ្នកលួចមានអ្នកថ្មីនៅខាងក្រៅតាមែនទេចាបឈ្មោលនៅតែនិយាយថាខ្លួនមិនបានលួចមានអ្នកថ្មីទេពេលនោះដោយសារតែចាបញីមិនជឿចាបឈ្មោលបានស្បត់ថាប្រសិនបើខ្ញុំលួចមានអ្នកថ្មីនៅខាងក្រៅសូមឲ្យបាបកម្មរបស់លោកតាឥសីទាំង10ប៉ាម៉ាល់ដែលមានតាំងពីតូចរហូតមកដល់ពេលនេះសូមឲ្យធ្លាក់មកលើខ្លួនខ្ញុំទៅចុះស្រាប់តែពេលនោះលោកតាឥសីបានលឺដូច្នេះក៏មានអារម្មណ៍ខឹងទៅចាបឈ្មោះនោះជាខ្លាំងហើយបាននិយាយថាយើងឲ្យឯងធ្វើសម្បុកនៅនឹងពុកមាត់របស់យើងហើយហេតុអ្វីឯងមកស្ដីបន្ទោសចោទប្រកាន់ថាយើងមានបាបទៅវិញតើយើងមានបាបមកពីណាបើយើងតាំងសមាធិអស់ជាយូរលង់ណាស់មកហើយចាបឈ្មោលក៏ឆ្លើយតបទៅលោកតាឥសីវិញថាលោកតាតាំងសមាធិគឺមានបុណ្យកុសលច្រើនណាស់ទៅហើយប៉ុន្តែលោកតានៅមានបាបមួយគឺបាបពេលដែលលោកតាចូលមកតាំងសមាធិនៅក្នុងព្រៃលោកតាបានទុកព្រះនគរចោលព្រះនគរគ្មានអ្នកគ្រប់គ្រងធ្វើឲ្យប្រជារាស្ត្ររស់នៅដោយមានការលំបាកចុះហេតុម្ដេចមុននឹងលោកតាចូលមកតាំងសមាធិក្នុងព្រៃហេតុអ្វីលោកតាមិនយកប្រពន្ធបង្កើតជាកូនឲ្យកូនគ្រងរាជ្យបន្តពេលនោះលោកតាឥសីក៏លាន់មាត់ថាមែនហើយលោកតាឥសីចាប់ផ្ដើមធ្វើពិធីបួងសួងព្រះអាគីនៅលើព្រះធរណីដើម្បីសុំប្រពន្ធម្នាក់ស្រាប់តែពេលនោះព្រះធរណីបានប្រះបែកពោពេញទៅដោយភ្លើងពណ៌ក្រហមស្រាប់តែរំពេចនោះក៏មានលេចអណ្ដែតនារីដ៏ស្រស់ស្អាតម្នាក់ចេញពីព្រះធរណីលោកតាឥសីក៏បានយកនារីដ៏ស្រស់ស្អាតនោះធ្វើជាប្រពន្ធហើយដាក់ឈ្មោះឲ្យនាងថាកញ្ចនាក្រោយពីបានរួមរស់ជាមួយគ្នាអស់មួយរយៈមកអ្នកទាំងពីរក៏ទទួលបានកូនស្រីម្នាក់កូនស្រីនោះឈ្មោះនាងស្វាហៈមកដល់ឈុតនេះខ្ញុំសូមបើករង្វង់ក្រចកបន្តិចតើអ្នកទាំងអស់គ្នាដឹងទេថានាងស្វាហៈដែលជាកូនរបស់លោកតាឥសីនិងនាងកញ្ចនានេះត្រូវជាអ្វីនឹងហនុមានខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងទៅចោះថានាងស្វាហៈនេះត្រូវជាម្ដាយរបស់ហនុមានបន្ទាប់ពីសាច់រឿងនេះចប់នឹងចូលទៅដល់រឿងហនុមានអញ្ចឹងរឿងហនុមានគឺបន្តពីសាច់រឿងនេះដូច្នេះហើយចាំដល់វគ្គនឹងចាំខ្ញុំបកស្រាយសម្រាប់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអូខេអញ្ចឹងយើងចូលសាច់រឿងយើងបន្តទៅទៀតនៅថ្ងៃមួយនឹងលោកតាឥសីបានចូលទៅក្នុងព្រៃដើម្បីរកផ្លែឈើយកមកឲ្យប្រពន្ធនិងកូនញ៉ាំទុកឲ្យប្រពន្ធនិងកូននៅចាំផ្ទះស្រាប់តែពេលនោះព្រះអិនមានព្រះភ្នូតថាយៈនៅត្រូវបានព្រះនារីសម្លាប់កាលពីមុនត្រូវបានមកចាប់ជាតិសាជាថ្មីឈ្មោះថាទសកាន់ព្រះអិនបានរកវិធីធ្វើយ៉ាងណាដើម្បីបង្កើតបានជាកូនដើម្បីទុកឲ្យកំចាត់ទសកាន់នៅថ្ងៃអនាគតព្រោះព្រះអង្គដឹងថាទោះបីជាទសកាន់ចាប់ជាតិជាថ្មីក៏ដោយក៏នៅតែមានគំនុតអាក្រក់អុកលោកទៅដល់ឋានសួគ៌ដូច្នេះហើយទើបព្រះអង្គរកវិធីធ្វើយ៉ាងណាដើម្បីបង្កើតបានជាកូនទុកឲ្យកំចាត់ទសកាន់ទៅថ្ងៃអនាគតពេលនោះព្រះអង្គបានបើកព្រះនេត្រទិព្វមើលចុះមកក៏ឃើញនាងកញ្ចនាអង្គុយនៅក្នុងផ្ទះតែម្នាក់ឯងព្រះអង្គក៏បានយាងចុះមកនិយាយគ្នាលេងសារសំស្នេហាប៉ុន្តែចំណែកដៃរបស់ព្រះអិនវិញបានលូកទៅស្ទាបបបោអង្អែលនាងកញ្ចនាពេលនោះនាងកញ្ចនាក៏មានអារម្មណ៍ស្នេហាជាមួយនឹងព្រះអិនយីព្រះអិននេះចេះលងលោមស្នេហាទៀតចំណែកឯនាងស្វាហៈបានឈរមើលម្ដាយនិងព្រះអិនកំពុងមានស្នេហាជាមួយគ្នាក្នុងគ្រាពេលនោះព្រះអិននិងនាងកញ្ចនាក៏បានហូបចុកគ្នាក្រោយហូបចុកគ្នាហើយព្រះអិនក៏ហោះឡើងទៅឋានលើវិញចំណែកឯនាងកញ្ចនាក៏បានពពោះកូនរបស់ព្រះអិនលុះដល់ពេលនាងកញ្ចនាគប់ខាក៏បានបង្កើតបានជាកូនប្រុសម្នាក់ដែលមានសម្បុរពណ៌បៃតងចំណែកលោកតាឥសីក៏ពុំមានការងើយឆ្ងល់អីដែរ
គិតថានេះជាផលបុណ្យរបស់នាងកញ្ចនាទើបអាចបង្កើតបានកូនមានសម្បកខុសខេដូចនេះលោកតាអេសីក៏បានស្រឡាញ់មើលថែកូនទាំងអស់ដូចជាកូនបង្កើតរបស់ខ្លួនថ្ងៃមួយលោកតាអេសីក៏បានចូលទៅរកផ្លែឈើយកមកឲ្យប្រពន្ធកូនឆៃដោយលើកមុនចំណែកនាងកញ្ចនានៅផ្ទះក៏បានសម្លឹងមើលទៅព្រះអាទិត្យហើយលន់មាត់សរសើរព្រះអាទិត្យថាហេតុអ្វីព្រះអាទិត្យមានពន្លឺចែងចាំងស្រស់ស្អាតអ្វីម្ល៉េះព្រះអាទិត្យនោះក៏មានត្រចៀកវៃទៀតកុំឲ្យលឺគេសរសើរក៏លន់មាត់ថាយីអ្នកណាសរសើរថាខ្ញុំស្រស់ស្អាតនឹងព្រះអង្គក៏បានបើកប្រណិតទិព្វមើលចុះមកក្រោមបានឃើញនាងកញ្ចនានៅអង្គុយក្នុងផ្ទះសម្លឹងមកដាយដែលហេតុតែឃើញគេស្រស់ស្អាតផងព្រះអាទិត្យក៏យកលក្ខថាចង់បង្កើតកូនទុកឲ្យកុំចាត់ទោសកម្មនៅថ្ងៃអនាគតព្រះអាទិត្យក៏បានជិះរទេះសេះចុះមកហើយនិយាយថាមិនដឹងថាត្រូវទៅរកអ្នកណាដើម្បីបង្កើតកូនបានបណ្ដោយឲ្យរទេះសេះទៅមុខដោយខ្លួនឯងចំណែកឯព្រះអាទិត្យក៏បានហោះមករកនាងកញ្ចនាព្រះអាទិត្យនេះពិតជាក្បាលខូចណាស់ពេលព្រះអាទិត្យមកដល់ផ្ទះនាងកញ្ចនាក៏បានញ៉ែនាងកញ្ចនាដោយបោអង្អែលនៅនឹងមុខកូនស្រីទៀតបន្ទាប់មកព្រះអាទិត្យក៏បានហូបចុកគ្នាជាមួយនឹងនាងកញ្ចនាដល់ពេលហូបចុកគ្នាហើយព្រះអាទិត្យក៏ហោះឡើងទៅឋានលើវឹងទុកឲ្យនាងកញ្ចនានៅតែឯងនាងកញ្ចនាក៏បានពពោះកូនរបស់ព្រះអាទិត្យមួយទៀតមិនយូរប៉ុន្មាននាងកញ្ចនាបានបង្កើតបានកូនប្រុសមួយទៀតមានសម្បុរពណ៌ក្រហមដែលជាកូនរបស់ព្រះអាទិត្យលោកតាអេសីបានឃើញសម្បុរកូនដូច្នេះក៏ពុំមានការងាយឆ្ងល់អ្វីដែរគិតថានេះមកពីប្រពន្ធមានផលបុណ្យច្រើនទើបបានជាកូនមានពណ៌សម្បុរខុសគ្នាបែបនេះថ្ងៃមួយលោកតាអេសីមានអារម្មណ៍ថាក្តៅក៏នាំកូនទាំងអស់ទៅងូតទឹកលេងពេលដែលធ្វើដំណើរទៅកាន់ទីដែលមានទឹកលោកតាអេសីបានឲ្យនាងស្វាហៈដើរពីក្រោយហើយខ្លួនបែរជាមកបីផងអៀវផងដោយមិនដឹងមិនមែនជាកូនរបស់ខ្លួននាងស្វាហៈមានការអន់ចិត្តជាខ្លាំងហើយបានដើរបណ្ដោរអ៊ូបណ្ដាថាតោះកូនគេនឹងស្រឡាញ់ណាស់យកមកអៀវផងបីផងកូនឯងបង្កើតនេះឲ្យដើរកូនគេនោះស្រឡាញ់ណាស់នឹងដល់តែពេលឪនឹងមិនអត់ចិត្តក៏សួរតែកូនស្រីថាមើលមានរឿងអីប្រាប់ឪត្រង់មកនាងស្វាហៈនឹងក៏បាននិយាយថាពេលឪមិននៅម៉ែមានសហាយដល់តែ2នាក់លោកតាអេសីក៏បានគិតថាអញ្ចឹងតើបានកូនកើតបបពណ៌ខុសគ្នាលោកតាអេសីក៏បានលើកដៃបួងសួងថាបុណ្យបារមីដែលខ្ញុំបានសាងតាំងពីយូរលង់ណាស់មកហើយសូមឲ្យពេលដែលខ្ញុំបោះកូនទាំង3ចូលទៅក្នុងទឹកប្រសិនបើកូនណាជាកូនរបស់ខ្ញុំសូមឲ្យហែលបញ្ច្រាស់ទឹកមករកខ្ញុំហើយប្រសិនបើមិនមែនជាកូនខ្ញុំសូមឲ្យคล้ายទៅជាស្វាហើយរត់គេចខ្លួនចូលទៅក្នុងព្រៃឲ្យបាត់ទៅដល់តែពេលបោះកូនទាំង3ចូលទៅក្នុងទឹកមានតែនាងស្វាហៈម្នាក់ទេដែលដើរបញ្ច្រាស់ទឹកមករកលោកតាអេសីវិញហើយកូនរបស់ព្រះឥន្ទនិងព្រះអាទិត្យក៏បានคล้ายទៅជាសត្វស្វាហើយរត់ឆ្លងទៅត្រីម្ខាងបាត់ទៅព្រះឥន្ទនិងព្រះអាទិត្យដល់តែពេលឃើញកូនคล้ายជាសត្វស្វារត់ចូលទៅក្នុងព្រៃអញ្ចឹងក៏មិនអាចដោះបណ្ដាសានឹងបានដែរព្រោះថាខ្លួនក៏មានកំហុសដែរដែលទៅលួចតាក់តងជាមួយនឹងប្រពន្ធគេហើយព្រះឥន្ទនិងព្រះអាទិត្យអាចជួយកូនបានត្រឹមតែជួយបង្កើតជានគរមួយហើយកែងបកពួកសត្វស្វាទាំងអស់មកធ្វើជាបរិវារដើម្បីបង្រាកូនខ្លួនឯងហើយក៏បានបង្ហាត់បង្រៀននៅមុនការប្រគល់អាវុធបង្ហាត់បង្រៀននៅយុទ្ធសិល្បៈដល់កូនហើយដាក់ឈ្មោះឲ្យកូនបងឈ្មោះពាលីនិងកូនប្អូនឈ្មោះសុគ្រីពហើយបានលើកពាលីជាស្ដេចគ្រប់គ្រងនគរនិងឲ្យប្អូនឈ្មោះសុគ្រីពធ្វើជារាជអាមាត្យធ្វើជាដៃស្ដាំជួយមើលការខុសត្រូវនៅក្នុងព្រះនគរអញ្ចឹងហើយបានពាលីខ្លាំងមានឫទ្ធិមានវិជ្ជាសិល្បៈខ្លាំងចំណែកសុគ្រីពមិនមានវិជ្ជាសិល្បៈខ្លាំងទេក៏ប៉ុន្តែឆ្លាតរឿងប្រវត្តិរបស់ពាលីនិងសុគ្រីពក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងប៉ុន្តែបន្តពីរឿងនេះគឺចូលទៅដល់ប្រវត្តិរបស់អនុមានអញ្ចឹងសូមអ្នកទាំងអស់គ្នារងចាំទស្សនានៅវគ្គបន្តទៀតគឺរឿងប្រវត្តិរបស់ហនុមានរឿងនេះគឺតពីរឿងប៉ាលីនិងសុគ្រីពនៅពេលដែលប៉ាលីនិងសុគ្រីពខាយទៅជាសត្វស្វារត់ចូលទៅក្នុងព្រៃតពីរឿងមុខលោកតាអេសីក៏បានបីនាងស្វាហៈដែលជាកូនបង្កើតត្រឡប់មកផ្ទះវិញនៅពេលមកដល់ផ្ទះលោកតាអេសីបានស្ដីជេរឲ្យនាងកញ្ចនាថានាងស្រីផិតកបុតមានមួយមិនស្កប់មានពីរមិនស្គាល់លោកតាអេសីក៏បានដាក់បណ្ដាសាសូមឲ្យនាងឯងคล้ายទៅជាថ្មទុកឲ្យកូនស្វានាងឯងចងនាងឯងពន្លិចទៅបាត់សមុទ្រទៅឈុតកន្លែងហ្នឹងគឺជាឈុតត្រង់សាច់រឿងប៉ាលីនិងសុគ្រីពជួយធ្វើស្ពានចម្លងព្រះរាមប៉ុន្តែឈុតហ្នឹងអត់ទាន់ដល់ទេនៅវគ្គក្រោយៗទៀតទើបដល់បន្ទាប់ពីបានឮបណ្ដាសានេះហើយនាងកញ្ចនាបានរត់ទៅរកកូនស្រីហើយស្ដីបន្ទោសឲ្យកូនថានាងកូនរមើគុណចិញ្ចឹមអស់តែទឹកដោះចុងក្រោយមកលួចខំអញក្រោយខ្នងហើយក៏បានដាក់បណ្ដាសាកូនថាបណ្ដាសាឲ្យនាងឯងឈរជើងមួយហាមាត់ស៊ីខ្យល់
ទាន់តែនាងឯងកើតបានកូនជាស្វាទើបរួចពីបណ្ដាសានេះបានក្រោយដាក់បណ្ដាសាចប់នាងកញ្ចនាក៏คล้ายទៅជាដុំថ្មបាត់ទៅចំណែកឯនាងស្វាហៈក៏ទៅឈរជើងមួយហាមាត់ស៊ីខ្ចាន់នៅលើកំពូលភ្នំបាត់ទៅឡោតតែពេលនាងស្វាហៈឈររាប់ខែរាប់ឆ្នាំអញ្ចឹងទៅព្រះសិវៈបានឃើញគាត់ក៏អាណិតក៏បញ្ជាឲ្យព្រះពីរយកអាវុធ3មុខទៅបញ្ជក់តាមមាត់នាងស្វាហៈព្រោះអីព្រះពីរនឹងគឺជាខ្យល់អញ្ចឹងហើយបានជាឲ្យព្រះពីរនឹងនាំយកអាវុធ3មុខនោះទៅបញ្ជក់នាងស្វាហៈតាមមាត់អាវុធ3មុខនោះមានកងចក្រលំពេងមាសលំពេងពេជ្រហើយកងចក្រនឹងគឺជារូបរាងកាយគឺជាខួរក្បាលលំពេងពេជ្រវិញគឺជាឆ្អឹងហើយនឹងស្បែកចំណែកឯលំពេងមាសគឺជាសម្លៀកបំពាក់និងគ្រឿងអលង្ការវត្ថុទាបនៅជាប់ខ្លួនហើយវត្ថុទាំង3មុខនឹងពេលដែលរួមបញ្ចូលគ្នាទៅក៏បង្កើតបានទៅជាសត្វស្វាព្រោះអីបណ្ដាសានឹងគឺឲ្យនាងស្វាហៈបង្កើតកូនជាស្វាទើបអាចដកបណ្ដាសានេះបាន